ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរមេត្តាបិតាសិស្សនិងសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់ចាមេត្តាបិតាសិស្សសំណូមពរប្រធានបទមួយថាអ្នកគ្រូធ្វើម៉េចដើម្បីឲ្យខ្លាយជាអ្នកពូកែអានពីព្រោះកូនខ្ញុំឥឡូវហ្នឹងអត់សូវចេះអានទេហើយសរសេរក៏អត់ចេះដែរហើយឥឡូវផ្ដាល់កលឹះល្អក្នុងរយៈពេលខ្លីមកដើម្បីងាយស្រួលក្នុងការស្ដាប់ទំនេរនៅពេលដែលខ្ញុំសម្រាប់ពីការងារចាជូនតាមសំណូមពរថ្ងៃនេះចនាជាស្ថាបនិកសាលាអន្តរជាតិ JC56 រីករាយក្នុងការឆ្លើយតបជាមួយនឹងមេដាបិតាសិស្សដោយសារពេលវេលាខ្លីគឺអ្នកគ្រូចែកកលឹះចា6យ៉ាងដែលធ្វើឲ្យយើងខ្លាយជាអ្នកពូកែអានអញ្ចឹងប្រធានបទនេះគឺមានប្រយោជន៍ដល់សង្គមក្នុងការជួយទាំងសិស្សានុសិស្សជួយទាំងមនុស្សទូទៅដែលគាត់នឹងអៀនខ្មាស់អត់ក្លាហានក្នុងការឡើងនិយាយចាហេតុអីចឹងឥឡូវនេះអ្នកគ្រូមានដំណោះស្រាយជូនចាអញ្ចឹងដើម្បីខ្លាយជាអ្នកពូកែអានទីមួយយើងអានឲ្យបានច្រើននៅពេលដែលយើងអានច្រើនយើងដឹងព័ត៌មានច្រើនយើងចេះច្រើនពេលដែលគេនិយាយអីមកគឺយើងអាចនិយាយឆ្លើយតបជាមួយនឹងប្រធានបទទៅគេវិញអញ្ចឹងយើងក្លាហានក្នុងការនិយាយដោយសារយើងមានចំណេះដឹងគ្រប់គ្រាន់នៅពេលដែលយើងស្ទើរការអានគឺយើងអត់ដឹងថាត្រូវនិយាយអីត្រឡប់ទៅគេវិញទេព្រោះចំណេះវិជ្ជាយើងនឹងវាអត់ទាន់គ្រប់គ្រាន់អញ្ចឹងហើយបានយើងមានការភ័យខ្លាចអញ្ចឹងអ្នកខ្លះក៏សួរថាអ្នកគ្រូនិយាយនៅក្នុងអង្គប្រជុំមនុស្សជាច្រើនក្លាហានហើយពូកែនិយាយហើយខ្ញុំចង់ខ្លាយជាអ្នកពូកែដូចអ្នកគ្រូអញ្ចឹងចាបើចង់ខ្លាយដូចជាអ្នកពូកែដូចអ្នកគ្រូអញ្ចឹងតើថាអានសៀវភៅឲ្យបានច្រើនជាប្រចាំមុនពេលចូលគេឬពេលណាក៏ដោយឲ្យតែយើងទំនេរយើងអាចឆ្លៀតបានយើងអានចាចំណុចទី1ទី2សរសេរចានៅពេលដែលយើងអានបានច្រើនយើងអាចសរសេរបានហើយពីព្រោះយើងចាំខ្លឹមសារក្នុងការអាននឹងអញ្ចឹងពេលដែលយើងសរសេរវាធ្វើឲ្យយើងបង្កើននៅក្នុងការសរសេរនឹងអាចចាំអក្ខរាវិរុទ្ធក្នុងការសរសេរកថាខណ្ឌឬក៏សរសេរជាល្បះឬក៏សរសេរជាតែងសេចក្តីឬសរសេរជាប្រយោគអីបានច្រើនផងដែរវារីកចម្រើននៅក្នុងចំណេះដឹងយើងផងដែរចាហើយចំណុចទី3យើងបើកចិត្តឲ្យទូលាយឧទាហរណ៍ថាក្នុងការជ្រើសរើសសៀវភៅអានប្រកាសជាមានសៀវភៅខ្លះក្រាស់សៀវភៅខ្លះស្ដើងចាអញ្ចឹងអ្នកខ្លះបើគាត់មិនទាន់ចូលចិត្តអានសៀវភៅទេរើសអាសៀវភៅស្ដើងនឹងអានសិនទៅកុំរើសអាច្រើននឹងអានពេលទៅពេលច្រើនអានអត់ចង់អានមួយគេលក់មុនសៀវភៅតែម្ដងចាអញ្ចឹងគឺយើងរើសសៀវភៅណាស្ដើងឲ្យស្រួលអានឲ្យដើម្បីយល់ជាពិសេសយើងកុំអានដើម្បីឆាប់ចាប់សៀវភៅយើងអានដើម្បីយល់មួយហើយកុំរំលងនៅទំព័រណាមួយចាហើយចំណុចទី4ប្រុងប្រយ័ត្នហេតុអីបានយើងមានអានក្នុងការអាននោះប្រុងប្រយ័ត្នជួនកាលពេលយើងអានហើយយើងខ្ជិលយើងចន្លោះ2 3ទំព័រទៅវាបាត់អាវៈនិងភាគទី1ទី2នៅទំព័រមុនមកអញ្ចឹងវាធ្វើឲ្យការអានរបស់យើងនឹងវាមានការធុញថប់តែបើយើងអានដើម្បីយល់យើងអត់បញ្ញាប់យើងដាក់វិន័យខ្លួនឯងយើងទម្លាប់នឹងការអានវាមួយថ្ងៃមួយសន្លឹកឬក៏2សន្លឹកក៏បានដែរមិនបាច់បញ្ញាប់ទៅណាទេដើម្បីឲ្យយើងស្រឡាញ់ការអានសិនចាចំណុចទី5គឺយើងបើកវគ្គអំប៉នបន្ថែមយ៉ាងម៉េចយើងអាចអានជាមួយមិត្តភ័ក្តិឬអានជាមួយមេដាបិតាសិស្សឬអានជាមួយមនុស្សទូទៅឬក៏យើងអាចរកកន្លែងណាមួយជួបជុំគ្នាដើម្បីបង្កើនក្នុងការអានផងដែរហើយចំណុចទី6គឺយើងរីករាយក្នុងការអាននៅពេលដែលយើងសប្បាយចិត្តក្នុងការអានគឺដូចយើងមើលរឿងភាគចឹងយើងចេះអានទៅជក់ថ្ងៃហ្នឹងយើងភ្លេចអានសៀវភៅអត់បានទេយើងត្រូវអានសៀវភៅយើងភ្ញាក់ឡើងអានឡើងវិញចឹងយើងត្រូវដាក់ទម្លាប់នឹងវិន័យខ្លួនឯងនឹងឲ្យបានច្បាស់ដើម្បីកែឲ្យងាយស្រួលនៅអ្វីដែលយើងពិបាកពីមុនហ្នឹងគឺយើងធ្វើបានគ្រប់ចំនួន21ថ្ងៃទៅទម្លាប់នោះវាអូតូម៉ាទិកហើយរាល់កិច្ចការងារណាទាំងអស់ក៏ដោយដើម្បីឲ្យកែទម្លាប់បានវារៀងពិបាកបន្តិចពីព្រោះអីយើងធ្វើវាជាច្រើនឆ្នាំមកហើយតែបើសិនបើយើងកែវាភ្លាមវាបានទេអញ្ចឹងយើងអាចធ្វើទង្វើដដែលនោះរហូតដល់21ថ្ងៃធ្វើឲ្យយើងខ្លាយជាមនុស្សថ្មីមួយអាចផ្លាស់ប្ដូរខ្លួនឯងបានហើយពីព្រោះអីមានគ្នាយើងមួយចំនួនទាំងគ្រូសិស្សទាំងសិស្សទូទៅហើយទាំងអ្នកមួយចំនួនដែលជួបអ្នកគ្រូហ្នឹងគាត់ថាគាត់ចង់ក្លាហានដូចអ្នកគ្រូអញ្ចឹងចាចំពោះអ្នកគ្រូក្លាហានបានហ្នឹងដោយសារតែទី1អ្នកគ្រូមានភាពលំបាកច្រើនអាយុអ្នកគ្រូ40ជាងអីចឹងអ្នកគ្រូធ្លាប់លំបាក35ឆ្នាំជាងអីចឹងលំបាកច្រើនឧបសគ្គច្រើនអ្នកគ្រូអាចដោះស្រាយបានអញ្ចឹងនៅពេលដែលយើងអត់ខ្លាចឧបសគ្គយើងរកដំណោះស្រាយយើងខ្លាចជាមនុស្សរឹងមាំមួយចាអញ្ចឹងដើម្បីខ្លាចជាមនុស្សពូកែដោះស្រាយបញ្ហាតើយើងនឹងអត់ធន់អត់ធ្មត់តស៊ូពុះពៀពេលដែលមានបញ្ហាគម្រត់កិច្ចយើងដោះស្រាយវាគ្រប់បែបយ៉ាងនៅពេលដែលយើងរៀនដោះស្រាយវាដំបូងគឺយើងលំបាកក្នុងការដោះស្រាយប៉ុន្តែយូរទៅដំណោះស្រាយដែលយើងតែងតែស្វះស្វែងរកវាហ្នឹងគឺវាងាយស្រួលសម្រាប់យើងទេអញ្ចឹងមានបញ្ហាណាកើតឡើងក៏យើងអត់ភ័យក៏យើងអត់ខ្លាចដែរចាសូមអញ្ជើញចូលមកបញ្ហាគឺយើងអាចដោះស្រាយម្ដងមួយរហូតដល់ជីវិតយើងបានប្រសើរចាថ្ងៃនេះអ្នកគ្រូមានប៉ុណ្ណឹងក្នុងការចែកម្លែកសូមអរគុណច្រើនប្រសិនបើវីដេអូនេះល្អសូមជួយ share បានច្រើនសូមអរគុណសូមគោរព